ត្បូងឃ្មុំបដិញ្ញាដាំដើមឈើឲ្យមានគម្របព្រៃឈើបាន60%នៅឆ្នាំ2050ការលើកឡើងបែបនេះក្នុងពិធីដាំកូនឈើនៅក្នុងបរិវេណសាលាបុណ្យទួលមុខសាលាធម្មសាប៊ុនរនីហ៊ុនសែនបេងកោងស្ថិតក្នុងភូមិបេងកោងឃុំតលូងស្រុកវិមុតខេត្តត្បូងឃ្មុំអាដាមប៉ែនកសលអភិបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថាពិធីរុក្ខទិវាមិនមែនត្រឹមតែជាពិធីដាំដើមឈើធម្មតានោះទេប៉ុន្តែជាមរតកវប្បធម៌និងជាការបំផុសស្មារតីស្រឡាញ់ធម្មជាតិក្រោមព្រះរាជតម្រិះរបស់ព្រះបរមរតនកោដ្ឋអាដាមបានរំលឹកថាពិធីនេះធ្លាប់ត្រូវបានបាត់បង់ទាំងស្រុងក្នុងរបបប៉ុលពតហើយត្រូវបានរៀបចំឡើងវិញនៅថ្ងៃទី9កក្កដាឆ្នាំ1985ក្រោយថ្ងៃរំដោះ7មករា79អាដាមបានបន្ថែមថាបើគ្មានសន្តិភាពក៏គ្មានការដាំដុះនិងការអភិវឌ្ឍដែរដោយបានរំលឹកផងដែរថាស្រុកមេមត់ដែលធ្លាប់ជាសមរភូមិក្តៅពោពេញដោយគ្រាប់មីនបានប្រែមុខមាត់ទៅជាតំបន់មាសនៃវិស័យកសិកម្មក្រោមនយោបាយឈ្នះរបស់សម្ដេចតេជោហ៊ុនសែនអាដាមអភិបាលខេត្តបានបន្ថែមថារាជរដ្ឋាភិបាលនីតិកាលទី7ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1ដោយផ្ដោតលើការអភិវឌ្ឍប្រកបដោយចីរភាពនិងការការពារបូរណភាពបរិស្ថានសម្រាប់ខេត្តត្បូងឃ្មុំការដាំដើមឈើមានសារៈសំខាន់ណាស់ក្នុងការការពារដីកសិកម្មលើកកម្ពស់សោភ័ណភាពនិងការរួមចំណែកសម្រាប់ឲ្យបាននៅគោលដៅបង្កើតគម្របព្រៃឈើឲ្យបាន60%នៅឆ្នាំ2050បើតាមរបាយការណ៍របស់លោកហេងពិសិដ្ឋប្រធានមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំបានបញ្ជាក់ថារដ្ឋបាលខេត្តបានរៀបចំដាំដើមឈើប្រណិតចម្រុះដូចជាកញ្ញូងបេងធ្នួងនាងនួនជាដើម416ដើមលើផ្ទៃដី1ហិកតាកន្លះនិងបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋដាំបន្ត80ដើមចំពោះលទ្ធផលកន្លងទៅឆ្នាំ2025ខណ្ឌរដ្ឋបាលព្រៃឈើបានបណ្ដុះនិងចែកកូនឈើបានប្រមាណជាង28000ដើមដាំដើមឈើបានផ្ទៃដីប្រមាណពី40ទៅ45ហិកតាពីខ្ញុំឆាវរឿង LTNG News ត្បូងឃ្មុំ